បាទចំពោះការរៀបចំដាំដូងក្រអូបនៅខេត្តព្រៃវែងដោយគ្លីនិកកសិកម្មសេរីទាំងការមកការរៀបចំដាំនិងរៀបប្រព័ន្ធទឹកគឺចាត់ចែងរួចរាល់ហើយបាទឃើញតយោខ្មៅនៅលើនេះមិនមែនតយោ PE ធម្មតាតយោកសិកម្មស្ដើងទេអានេះគឺជាប្រភេទតយោក្រាស់បាទតយោ HD PE ទឹកស្អាតបាទដែលយើងរត់តាមផ្ទះទឹកស្អាតហ្នឹងអានេះគឺក្រាស់ធន់ស្វិតប្រើបានរាប់ឆ្នាំបាទចឹងយើងលើកទឹកចិត្តឲ្យមានការប្រើរបស់ល្អទៅម្ដងគឺរួចខ្លួនបាទអញ្ចឹងយើងចូលការដាំដូងរបស់យើងវិញនេះគឺបាទដូងដែលដាំល្អអានេះជាប្រភេទដូងក្រអូបបាទយើងធ្វើយ៉ាងម៉េចគឺកុំឲ្យវាជាប់ទឹកបាទព្រោះប្រភេទនេះជាប្រភេទដីស្រែបាទអញ្ចឹងគឺយើងលើកជាទួលឡើងឃើញទេបាទទួលឡើងនេះគឺកម្ពស់ទៅដល់កឡុកខាងក្រោមនេះប្រហែលជាខ្ទង់ចូល6 7 ទឹកណាបាទ6 7 ទឹកដំបូងឡើយវាបាន8 9 ទឹកដែរបាទដល់ពេលដល់វាត្រូវទឹកត្រូវភ្លៀងមកវាហាប់ដីមកវិញបាទនៅសល់ខ្ទង់6 7 ទឹកដែរបាទអញ្ចឹងដូងដែលដាំល្អគឺយើងយកកម្ពស់ត្រឹមប៉ុណ្ណឹងល្អមែនទែនបាទយើងត្រឹមជង្គង់ចុះក្រោមបាទប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបជូននោះគឺលក្ខណៈពិសេសដែលយើងលើកឡើងគឺធ្វើយ៉ាងម៉េចការពារធ្វើដូងនេះកុំឲ្យវាជាប់ទឹកនៅរដូវវស្សាហើយយើងកុំឲ្យអត់ទឹកស្រោចនៅពេលដែលមេឃរាំងអញ្ចឹងដូងតារាប់ណាមានទឹកស្រោចគ្រប់គ្រាន់នៅរដូវប្រាំងហើយមិនចំទឹកនៅរដូវវស្សាគឺបច្ចេកទេសក្នុងការពារមេរោគសត្វល្អិតគឺមិនពិបាកទេហើយក៏វាឡើងលឿននោះដែរបាទឡើងលឿនបាទអញ្ចឹងយើងដាំចេកនៅពី2 ម៉ែត្រពីដូងបាទយើងដាក់ចេកមួយបាទបន្ទាប់មកទៀតនៅពី2 ម៉ែត្រពីដូងគឺយើងដាក់មួយដោយសារយើងដាក់ដូងមួយដើមទៅមួយដើមគឺចម្ងាយ6 ម៉ែត្របាទ6 ម៉ែត្រមួយដើមអញ្ចឹងចេកគឺជាដើមលក្ខណៈកាត់យ៉ាងនេះក្នុងរយៈពេលត្រឹមតែ2 សប្តាហ៍វានឹងលាស់បដូរមកហើយដោយមកកូនទៀតបាទអញ្ចឹងយុទ្ធសាស្ត្រចេកចិញ្ចឹមដូងខ្ញុំបានបើកវគ្គបង្រៀនច្រើនដែរហើយលើកទឹកចិត្តឲ្យប្រជាកសិករធ្វើរបៀបនេះអញ្ចឹងរបៀបនេះចំណេញអីខ្លះចំណេញទី1គឺចំណេញផលសេដ្ឋកិច្ចនោះគឺសំដៅលើការយើងលក់ចេកបាទផ្លែចេកណាំវ៉ាគឺបានតម្លៃថ្លៃហើយស្រួលលក់បាទត្រយងចេកក៏បានថ្លៃក៏ស្រួលលក់ដើមចេកសម្រាប់ប្រពេជ្រូកកសិដ្ឋានចិញ្ចឹមគោជាច្រើនត្រូវការដើមចេកបាទក៏យើងបានលុយស្លឹកចេកក៏បានលុយអានេះគឺផលសេដ្ឋកិច្ចហើយផលសេដ្ឋកិច្ចនោះយើងយកមកទិញជីដើម្បីដាក់ដូងយកមកធ្វើការថ្លៃប្រេងថ្លៃម៉ាស៊ូតឬកម្លាំងពលកម្មកម្មករក្នុងចំការចឹងទៅអញ្ចឹងជាផលសេដ្ឋកិច្ចបាទប៉ុន្តែមួយទៀតនោះគឺជាផលប្រយោជន៍សម្រាប់បច្ចេកទេសជួយដូងព្រោះយើងដាំនេះគឺចុងវាបែរទៅទិសខាងកើតបាទហើយចេកគឺនៅរាប់បដិញពីក្រោយរហូតអញ្ចឹងខាងនោះទិសខាងលិចអញ្ចឹងដល់ពេលមេឃក្តៅមកចាប់ពីម៉ោង2ម៉ោង3មកទៅមេឃក្តៅខ្លាំងអញ្ចឹងចេកនេះនឹងធ្វើជាម្លប់ជួយបាំងដូងឲ្យត្រជាក់ល្អបងប្អូនសង្កេតមើលចាស់មិនចាំបាច់បច្ចេកទេសស្តង់ដារធំឯណាទេដូងដែលនៅផ្ទះមួយដើមពីរដើមដែលនៅគៀកនឹងដើមចេកបាទគឺតែងតែដូងនោះលូតល្អខៀវស្រងាត់បាទអញ្ចឹងនៅផលបច្ចេកទេសនេះគឺជួយបាំងកម្ដៅពួកកម្ដៅដែលខ្លាំងដែលលើសមានន័យថាចាប់ពី40 អង្សាសេទៅ41 42គឺវាលើសនៅក្នុងការកម្រិតនៃការទទួលរបស់ស្លឹកដូងហើយបើកម្ដៅល្អបាទត្រឹម35ឬក៏អាចខ្ពស់ថា38អាហ្នឹងគឺមិនបញ្ហាទេតែឡើងចូលដល់39 40ឬក៏40លើសហើយគឺធ្វើឲ្យមានបញ្ហាក្នុងការផលិត chlorophyll ធ្វើឲ្យមានបញ្ហាក្នុងការរលាកស្លឹកជាដើមអញ្ចឹងយើងចំណេញបានជួយឲ្យដូងលូតលាស់ល្អទី2វាជួយទប់កុំឲ្យស្មៅដុះច្រើនយើងគិតមើលដូងតម្រាំតែធំចេកឡើងមុនហើយចេកឡើងស្លឹកឡើងធៀងមកក្របអញ្ចឹងយើងអត់សូវចុះលុយក្នុងការសម្អាតស្មៅទេអញ្ចឹងចំណេញទី2នេះស្មៅបាទអត់ទៅងាយឡើងអត់ទៅហត់ធ្វើទេបាទទី3ចេកវាមានសារធាតុនៅក្នុងដើមក្នុងស្លឹកក្នុងឫសវាមានច្រើនវាមានជាតិស័ង្កសីមានជាតិអាសូតបើតយោងវាផ្លែវាមានជាតិប៉ូតាស្យូមអាផ្លែចុងអាផ្លែស្អុយដែលទុំជ្រុះឬក៏តយោងដែលធ្លាក់មកកាប់មកដាក់ច្រាំមកបាទគឺធ្វើឲ្យដីនឹងល្អធ្វើឲ្យដូងនឹងទទួលបានទិន្នផលល្អទៀតបាទហើយឫសរបស់វានឹងពេលដែលវាចាក់ទៅដល់ម្ដុំដីកន្លែងដូងយ៉ាងនេះគឺធ្វើឲ្យឫសនឹងមានសំណើមធ្វើឲ្យឫសចេកនឹងធ្វើឲ្យត្រជាក់ដីអញ្ចឹងគឺវាអត់ប្រឆាំងជាមួយដូងទេបាទអញ្ចឹងយើងមានចាស់ដាំទេតិចតែចង់ដាក់ដើមឲ្យធំផ្សេងគឺមានផលលំបាកហើយមកតែយើងដាក់ខ្នោដើមធំវាអត់ល្អទេបាទវាប្រឆាំងគ្នាបាទអញ្ចឹងនៅក្នុងផលប្រយោជន៍ទៀតនោះគឺយើងត្រូវស្វែងយល់ថាការដាំចេកមិនមែនដាក់
ដូចយើងនៅតាមស្រុកតាមភូមិតាមផ្ទះដែលក្នុងមួយគុំ10 20ដើមស្ដុកធ្វើឲ្យគេហៅថាបោកដូងឬក៏ជាអ្នកដែលប្រជែងប្រឆាំងដូងឯងចឹងក្នុងចេកនេះគឺយើងប្រើយុទ្ធសាស្ត្រ3ដើមក្នុងមួយគុំតែ3ដើមឯងមានន័យថាដើមមេនេះវាឡើងធំបាទដើមមេវាឡើងធំយើងទុកមួយដើមទៀតហ្នឹងដើម្បីឡើងបន្តមួយនឹងចាប់ដើមធ្លាក់តយងមួយទៀតកំមុំមួយទៀតកូនភ្លោះចេញមកបន្តមួយនឹងចាប់ដើមកាប់ឯណាធ្លាក់តយងអានេះឡើងពេញកំមុំបន្តអញ្ចឹងបដិញគ្នាអញ្ចឹងសំណួរសួរថាចុះកូនដែលវាឡើងមកគុំខ្លះសល់6 7ឬក៏ខ្លះមានដល់10ខ្លះមានដល់5 6យោងទៅតាមគុំតូចគុំធំកូនវាយកទៅណាកូនវាយើងអាចជីកបំបែកយកទៅលក់ក៏បានលុយឬបើបងប្អូនមិនចង់ទៅលក់ទេមិនចង់ច្រឹបនាំឲ្យខូចអាចេកគល់មេរបស់វាទេយើងធ្វើការកាត់ច្រឹបវាដើម្បីចិញ្ច្រាំដាក់ជុំវិញដើមដូងនេះអញ្ចឹងដូងយើងនេះទទួលបានសារធាតុចិញ្ចឹមហើយភាពត្រជាក់បាទអញ្ចឹងគឺសិតតែរឿងចំណេញមកអញ្ចឹងនៅក្នុងកិច្ចការងារកសិកម្មដែលខ្ញុំតែងតែលើកទឹកចិត្តនោះគឺយុទ្ធសាស្ត្រចេកចិញ្ចឹមដូងបាទនៅក្នុងការប្រតិបត្តិការនៅពេលដែលបងប្អូនមិនយល់ត្រង់ណាសូមធ្វើការទាក់ទងមកកាន់ clinic កសិកម្មយើងខ្ញុំផ្ទាល់មកបាទដើម្បីយើងធ្វើការជម្រាបជូនលម្អិតនិងធ្វើការប្រឹក្សាយោបល់ពិនិត្យដីក៏ដូចជារៀបចំគោលដៅឲ្យបានទិន្នផលខ្ពស់កាត់បន្ថយការចំណាយខុសគោលដៅបាទសូមអរគុណ